ជំរាបសួរបងប្អូនទាំងអស់គ្នាតើបងប្អូនដឹងទេថាបន្ទាប់ពីជនអនាមិកលួចចូលគ្រប់គ្រងគណនី Telegram បានហើយតើជនអនាមិកនឹងធ្វើសកម្មភាពអ្វីខ្លះថ្មីនេះនាយកដ្ឋានប្រចាំបទមើលបច្ចេកវិទ្យាបានសង្កេតឃើញថាមានករណីជនអនាមិកលួចចូលទៅគ្រប់គ្រងគណនី Telegram របស់លោកអ្នកជាច្រើនករណីក្នុងនោះជនអនាមិកអាចចូលគ្រប់គ្រងគណនី Telegram របស់លោកអ្នកតាមរយៈវិធីសាស្ត្រផ្ញើតំណភ្ជាប់បោកបញ្ឆោតមួយចំនួនដូចជាទី1តំណភ្ជាប់អមជាមួយខ្លឹមសារបំផិតបំភ័យពាក់ព័ន្ធជាមួយនឹងសុវត្ថិភាពគណនី Telegram របស់លោកអ្នកទី2តំណភ្ជាប់ដើម្បីចូលរួម group ដែលមានរូបភាពនិងវីដេអូអាភាសបន្ទាប់ពីជនអនាមិកអាចគ្រប់គ្រងគណនី Telegram បានដោយជោគជ័យពេលនោះមានន័យថាគណនី Telegram របស់អ្នកប្រើប្រាស់បានទាំងពីរនាក់ក្នុងពេលតែមួយគឺម្ចាស់គណនី Telegram និងជនអនាមិកបន្ទាប់មកជនអនាមិកនឹងព្យាយាមយកគណនី Telegram តាក់ទងទៅសាច់ញាតិមិត្តភ័ក្តិបងប្អូនអ្នកដែលស្គាល់គ្នាហើយខ្ចីប្រាក់ទូទាត់ប្រាក់ឬបន្លំ KHQR របស់ធនាគារដោយផ្អែកទៅលើខ្លឹមសារឆាតចាស់ដែលធ្លាប់មានជាមួយអ្នកទាំងអស់នោះនៅក្នុងឆាត Telegram របស់លោកអ្នកនាយកដ្ឋានប្រចាំបទមើលបច្ចេកវិទ្យាសូមក្រើនរំលឹកដល់បងប្អូនដែលប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម Telegram សូមមេត្តាប្រុងប្រយ័ត្នមុនពេលផ្ទេរឬក៏ផ្ញើប្រាក់ធ្វើប្រតិបត្តិការណាមួយសូមពិនិត្យឲ្យបានច្បាស់លាស់មុននឹងធ្វើប្រតិបត្តិការទាំងនោះដើម្បីសិក្សាបន្ថែមអំពីការរក្សាសុវត្ថិភាពគណនី Telegram របស់លោកអ្នកអាចចូលទៅកាន់តំណភ្ជាប់ដែលយើងមានដាក់នៅក្នុង link description នេះឬក៏ចូលទៅ page ផ្លូវការរបស់យុវដ្ឋានចាំមើលបច្ចេកវិទ្យា channel Telegram របស់យុវដ្ឋានចាំមើលបច្ចេកវិទ្យាយើងនឹងដាក់ជូននៅក្នុង description ខាងក្រោមនេះសូមអរគុណ